Công hình sanh xa đón rây tu sang đi chi sơ chi có ca mai sai đây mai ơi chỗ sắc sâu đó đại quan cho cha bình chiang prang tha un mai ta đang chân nồi mồm thân khom rầm rình bên tranh đâm ca đom lấy đây chỉ bay ơi ban rứa chia mười lòng tạm sao ta Chayo Prelicia na Campuchia សកម្មភាពរបស់យើងទាំងអស់គ្នានាពេលនេះបច្ចុប្បន្នឆ្លុះបញ្ចាំងឲ្យឃើញថាប្រជាជនកម្ពុជាបានត្រៀមខ្លួនរួចរាល់ដើម្បីគ្រប់គ្រងបំពេញដោយទំហឹងទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាប្រកបដោយពេញទំហឹងម៉ឺងម៉ាត់និងម៉ត់ចត់ក្រោយការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងកងកម្លាំងជួរមុខដែលបានស្ម័គ្រចិត្តការពារបូរណភាពទឹកដីដោយមិនខ្លាចនឿយហត់ក្នុងពេលនេះយើងឃើញថាមានវត្តមានបងប្អូនជនរួមជាតិមកពីគ្រប់ឋានៈយុវស័ក្តិនិងតួនាទីមិនថាក្មេងចាស់ប្រុសស្រីដោយមិនបែងចែកពណ៌សម្បុរសាសនានិងនិន្នាការនយោបាយណាមួយឡើយហើយលើសពីនេះទៅទៀតសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានចូលរួមជាមួយយើងដោយការផ្ញើសារវីដេអូរបស់សម្ដេចដូចនេះខ្ញុំម្ចាស់នាងខ្ញុំសូមគោរពយាងនិងអញ្ជើញព្រះអង្គម្ចាស់ឯកឧត្តមលោកជំទាវលោកស្រីបងប្អូនជនរួមជាតិទាំងអស់អញ្ជើញទស្សនានៅវីដេអូរបស់សម្ដេចសូមគោរពអញ្ជើញអូយបាក់តែយើងនេះបាក់តែដល់ព្រោះដើរម្ដងនឹងបានគេធំពុំសូមក្រាបថ្វាយបង្គំព្រះទេរានុទេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈបងប្អូនជនរួមជាតិដែលមានវត្តមានក្នុងដំណើរថ្មើរជើងគ្រប់គ្រងរាជរដ្ឋាភិបាលនិងកងកម្លាំងជួរមុខនៅពេលនេះមុននឹងចាប់ផ្ដើមទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយបង្គំថ្វាយនៅព្រះសពសាធិការពោជ័យចំពោះសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះវររាជមេតាជាតិខ្មែរជាទីសក្ការៈដ៏គង់គង់បំផុតនិងសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ព្រះកាយពលរលួងព្រះបញ្ញាញាណគឺថ្លាប្រចាំប្រចំព្រះជន្មក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនប្រជុំគម្រប់89ហើយហ្នឹងសម្ដេចយាយរបស់សម្ដេចព្រះមហាក្សត្រីនរោត្តមសម្ដេចព្រះមហាក្សត្រីមុនីនាថសីហនុរាជមេតាជាតិខ្មែរដាក់8មីនានេះ8ឧសភាចេញមីនានេះគិតមិនឡើយថ្មិតដែរក្នុងនាមរាជរដ្ឋាភិបាលថ្ងៃហ្នឹងថ្ងៃសើទី8មិថុនាចាព្រះបង្គំទឹកជំនួយក៏ជាសូមថ្លែងអំណរប្រគុណប្រគេនព្រះទេរានុទេរៈគុណចម្រើនជនប្រាជ្ញម៉ែអំណរព្រះរាជគុណថ្វាយ89ជាចូល90ព្រះករុណាបាទសម្ដេចព្រះបរមនាថនរោត្តមសីហនុព្រះមហាក្សត្រនៃរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះវរមេតាជាតិខ្មែរនិងសូមអរគុណដល់បងប្អូនជនរួមជាតិទាំងអស់ដែលបានប្រោះព្រះរាជទានដល់ការឧបត្ថម្ភគ្រប់គ្រងជាថវិកាជាសម្ភារៈជានិងបានចូលរួមយ៉ាងតាមទុនដើម្បីលើកទឹកចិត្តដល់កងកម្លាំងរបស់យើងដោយមានប្រកាន់និន្នាការជំនឿសាសនាក្នុងនាមជាវិជាជាតិខ្មែរទាំងមូលដែលបង្ហាញឲ្យឃើញពីភាពរឹងមាំនៃគ្រឹះការពារជាតិរបស់ប្រជាជន